ហើយអីដែលសំខាន់ហ្នឹងគឺក្នុងទេសនៈហ្នឹងបន្ទប់ដែលខ្ញុំគេហ្នឹងបន្ទប់ទឹកវាអត់មានទ្វារទេវាខ្លាំងតរហ្នឹងដែរយល់ទៅជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំអខៃឃឹមជួបគ្នាម្ដងទៀតនៅក្នុងវីដេអូថ្មីអេពីសូតទី9យើងចិត្តចាប់មក season 1ហើយនៅសល់តែ3អេពីសូតទៀតទេហ្នឹងហើយចឹងនៅក្នុងវីដេអូថ្ងៃនេះចែកម្លែកពីបទពិសោធន៍ផ្ទាល់ខ្លួនចឹងខ្ញុំមិនដឹងថារឿងហ្នឹងស្ដាប់ទៅវាខ្លាចអត់ទេរឿងហ្នឹងវារៀងវែងគួរសមដោយសារតែអាហ្នឹងវាអាចនិយាយថាវាពាក់ព័ន្ធគ្នាច្រើនទៅខ្ញុំអត់ចង់កាត់ពេកទេខ្លាចអ្នកទាំងអស់គ្នាអត់យល់ឬក៏វីដេអូវាខ្លីពេកអញ្ចឹងសម្រាយវាតិចទៅហើយខ្ញុំអាចសន្យាថាគឺបទពិសោធន៍នេះគឺខ្ញុំជួបផ្ទាល់ប៉ុន្តែបើគិតថាខ្លាចប្រហែលជាអ្នកទាំងអស់គ្នាសើខ្លាចទេប៉ុន្តែអ្នកដែលជួបផ្ទាល់រៀងញាក់សាច់ដែរអូខេអញ្ចឹងយើងបកទៅកាលពីខែ6ឆ្នាំមុន2024នៅខែ6ដូចជាថ្ងៃ30ជាងតែខ្ញុំចាំ31ឆ្លងទៅខែ7ពេលហ្នឹងខ្ញុំមាន plan ដើរលេងជាមួយបងស្រីដែលជាក់ស្ដែងដំបូងគឺយើង plan ហ្នឹងយើងគម្រោងជិះម៉ូតូទៅកពត2នាក់តែដោយសារដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹងបើសិនជាយើងស្រីជិះម៉ូតូទៅកពតអញ្ចឹងទៅខ្លាចគ្រោះថ្នាក់អីផ្សេងដូចជាធម្មតាយើងជិះនៅលើផ្លូវតាមខេត្តអញ្ចឹងទៅយើងខ្លាចឡានធំឬក៏អីផ្សេងអញ្ចឹងទៅក៏គិតពីអ្នកបងប្អូនហ្នឹងដូរ plan បោគម្រោងដើរលេងហ្នឹងទៅលេងខេត្តសៀមរាបវិញព្រោះយើងគិតថាទៅណោះយើងជិះឡានក្រុងទៅអញ្ចឹងពេលទៅដល់បានយើងជួលម៉ូតូគេជិះទៅវាសុវត្ថិភាពជាងជាក់ស្ដែង trip ហ្នឹងគឺគម្រោងដំបូងដើរ3នាក់ម៉ាក់តែពេលហ្នឹងម៉ាក់គាត់រវល់ហើយខ្ញុំភ្លេចហេតុផលពេលទៅក៏គាត់អត់បានទៅតែពីអ្នកបងប្អូនហ្នឹងក៏សម្រេចចិត្តទៅដដែលព្រោះពេលហ្នឹងចាត់ចង់ទៅមែនតើហើយជាក់ស្ដែងខ្ញុំនៅក្នុងខែ6ហ្នឹងពេលដើមខែហ្នឹងហត់ខ្លាំងនិយាយប្រឡងវិញនិយាយថាញាក់សាច់មួយអាទិត្យប្រឡងរហូតខ្វីសផងអីផងអញ្ចឹងទៅគឺចង់ទៅសាក់ថ្មហើយអីដែលសំខាន់ពេលដើរលេងមួយបងស្រីគាត់ជួយចេញអញ្ចឹងវាអាកាសកម្រក្នុងការគាត់ប្រមូលដើរលេងខេត្តហើយដូចខ្ញុំនិយាយធ្លាប់និយាយក្នុងវីដេអូខ្ញុំដែរគឺខ្ញុំអត់ដែរដើរលេងតែពីរអ្នកបងប្អូនទៅខេត្តទេធម្មតាទៅដឹងតែមានម៉ាក់ឬក៏បើដើរលេងជាមួយគាត់មានពួកម៉ាក់គាត់ឬក៏អីចឹងបើដើរពីរអ្នកគាត់យ៉ាងច្រើនត្រឹមវិលល្ងាចហ្នឹងហើយវិលល្ងាចអីយើងមកវិញអញ្ចឹងលើកទី1ហើយដោយសារតែពេលហ្នឹងទាំងខ្ញុំនិងបងស្រីយើងរវល់ច្រើនផងអញ្ចឹងគម្លាតបងប្អូនហ្នឹងយើងឆ្ងាយដែលយើងអត់សូវបាននិយាយគ្នាអញ្ចឹងគាត់ថាហ្នឹងវាគឺជាពេលវេលាល្អដែលគេហៅរត់បន្ទឹងចំណងសុខភាពបងប្អូនហ្នឹងហើយអូខេអញ្ចឹងពេលហ្នឹងយើងក៏សម្រេចចិត្តដូរ plan ទៅភ្លាមហ្នឹងយើងទៅកពតចាយលើប្រហែលគ្នាទេអញ្ចឹងជ្រុលទៅសៀមរាបហ្មងទៅថែមតិចតួចយើងទៅសៀមរាបហ្មងទៅឆេង plan ភ្លាមអញ្ចឹងកន្លែងគេងក៏ contact ទៅភ្លាមមកដំបូងខ្ញុំគិតថាខ្ញុំចង់មកគេងកន្លែងដែលខ្ញុំធ្លាប់ទៅគេងមួយមិត្តភ័ក្ដិខ្ញុំព្រោះកន្លែងហ្នឹងគេងស្រួលប៉ុន្តែដោយសារយើងគេងតែ2នាក់បើសិនជាជួលបន្ទប់នៅហ្នឹងវារៀងថ្លៃហ្នឹងហើយអញ្ចឹងទៅក៏គាត់ថាអត់អីទេគាត់ទៅគេងអូតែលដែលគាត់ធ្លាប់ទៅគេងមួយពួកម៉ាក់គាត់អ្នកទាំងអស់គ្នាប្រហែលជាស្គាល់អូតែលហ្នឹងខ្ញុំធ្លាប់និយាយនៅក្នុងវីដេអូអាប់សូតទីម៉ាននេះខ្ញុំភ្លេចបាត់ហើយជាក់ស្ដែងគឺទៅគេណាស្ថាគារហ្នឹងអញនិយាយថាវាមិនមែនជាស្ថាគារខ្ញុំគិតថាដូចជាទេសនៈច្រើនជាងអញ្ចឹងពេលទៅដើរលេងហ្នឹងដើរពីអ្នកបងប្អូនហើយយើងជិះឡានក្រុងយប់ទៅដោយសារចង់ចំណេញពេលដើរលេងឲ្យបានយូរយើងទៅគេនៅនោះ2យប់អញ្ចឹងដោយសារតែថ្ងៃទី3ហ្នឹងយើងត្រូវឡើងមកវិញព្រឹកអញ្ចឹងទៅយើងព្យាយាមដើរទៅមិនចំណេញពេលឲ្យបាននៅសៀមរាបហ្នឹងយូរអញ្ចឹងយើងជិះឡានទៅដល់នោះពេលហ្នឹងដោយសារតែយើងគម្រោងដំបូងហ្នឹងថ្ងៃទី1ពេលថាទៅដល់នោះហ្នឹងគឺយើងគម្រោងទៅមើលថ្ងៃរះនៅអង្គរយើងគម្រោងទៅមើលថ្ងៃរះនៅអង្គរអញ្ចឹងទៅក៏យកម៉ោងរៀងលឿនដែរដូចជាតែខ្ញុំចាំដូចជាចេញពីពេញនេះទៅយកម៉ោងមិន10ហើយទៅដល់នោះដូចជាម៉ោង5
ម៉ោង4ជាង5ឬក៏អញ្ចឹងហ្នឹងហើយដល់ពេលយើងក៏ជិះតាមនឹងធម្មតាគឺអត់មានបញ្ហាអីទេហើយគាត់កក់កន្លែងគេហ្នឹងទៅហើយខ្ញុំជាអ្នកកក់ម៉ូតូកក់អីអញ្ចឹងទៅពេលហ្នឹងក៏យើងធ្វើដំណើរដោយសុវត្ថិភាពអត់មានបញ្ហាអីទេទៅដល់សៀមរាបពេលទៅដល់ជាធម្មតាយើងឈប់នៅបេនហើយយើងត្រូវជួល Pass App ឬក៏ជួលតុកតុកហ្នឹងទៅទេសនារបស់យើងហើយពេលហ្នឹងខ្ញុំអត់ជិះ Pass App ជាមួយបងដោយសារអីវ៉ាន់យើងច្រើនវ៉ាលីផងអីផងអញ្ចឹងយើងជិះតុកតុកស្រាប់តែពេលជិះទៅដល់ក៏ប្រាប់ទីតាំងគាត់ថាអត់អីទេគាត់ស្គាល់ហើយទេសនាហ្នឹងម្ដុំ Pop Street តែដើរទៅយ៉ាងឆ្ងាយដែរមិនទល់មុខនឹងពេកទេដល់ពេលហើយក៏ពូថាំងអត់អីគាត់ស្គាល់ហើយពេលគាត់ដឹកយើងទៅស្រាប់តែគាត់ឈប់នៅកន្លែងមួយហ្នឹងនេះជាក្រានបាយរបស់គេហើយខ្ញុំពីអ្នកបងស្រីរៀងភ្ញាក់ដែរជាស្អីខ្ញុំអត់ដែលមកកន្លែងហ្នឹងទៅខ្ញុំថាចុះហើយមិនគាត់ឈប់នៅហ្នឹងវិញអញ្ចឹងបងស្រីក៏គាត់រៀងភ្ញាក់ដែរព្រោះជាក់ស្ដែងទស្សនៈនោះវាមានច្រកពីរច្រកហ្នឹងច្រកជាក្រានបាយគេសម្រាប់បុគ្គលិកគេចេញចូលហើយលេងវឹបឡើងព្រលឹមឡើងពូតុកតុកយកខ្ញុំតម្លាក់នៅជាក្រានបាយគេអញ្ចឹងហ្មងហើយដល់ពេលហើយបងស្រីក៏គាត់សួរពូតុកតុកហ្នឹងថាចំពូមិនឈប់នឹងវិញអញ្ចឹងណាពូហ្នឹងអត់អីទេអូនឯងចូលទៅតាមហ្នឹងក៏បានដែរហើយយើងវារៀងផ្លែកចិត្តដែរព្រលឹមឡើងទៅ check in ហើយចូលពីខាងក្រោយកន្លែងគេទៅអញ្ចឹងចូលពីចក្រានបាយគេអញ្ចឹងវាអត់តំណងហើយកន្លែងខាងក្រោយហ្នឹងគេដាក់ម៉ូតូដាក់អីហើយយើងត្រូវអស់វេលាចូលពីក្រោយទៅវិញអញ្ចឹងទៅយើងក៏អត់គិតអីច្រើនដែរក៏ដើរចូលទៅកន្លែងគេហ្នឹងហើយបន្ទាប់គេ reserve អាខាងមុខហ្នឹងគេបិទទ្វារកញ្ចក់ខ្ញុំអត់ដឹងថាគេចាក់សោអត់ទេណាយើងចូលពីក្រោយទៅវិញចាប់ចូលពីក្រោយបង reserve ហ្នឹងគាត់ឡើងភ្ញាក់ពីអ្នកខ្ញុំព្រោះទីមួយពួកខ្ញុំ check in early ហើយទៅចូលពីក្រោយមកវិញហើយគាត់ពងអង្គេងលើប៉ាអីកន្លែង reserve គេអញ្ចឹងណាគាត់ថាបង reserve ប្រុសហ្នឹងគាត់ស្គាល់គ្នាមួយបងស្រីខ្ញុំដែរទៅក៏គាត់និយាយរឿងកក់បន្ទប់រឿងតម្លៃរឿងបងអីផ្សេងអីអញ្ចឹងទៅបន្ទាប់មកខ្ញុំអត់ដឹងថាបងស្រីខ្ញុំកក់បន្ទប់ទីម៉ានឬក៏ជន់ទីម៉ានទេពេលហ្នឹងអត់បានសួរគ្នាដូចខ្ញុំនិយាយថាខ្ញុំប្រឡងហើយខ្ញុំគិតថាគាត់នេះរ៉ាប់រងទទួលខាងកក់បន្ទប់កក់អីចឹងខ្ញុំក៏អត់បាន double check មួយគាត់ដល់ពេលហើយក៏បងស្រីខ្ញុំប្រាប់ថាគាត់យកបន្ទប់លេខ1ដែលបន្ទប់ហ្នឹងវាទៅជាប់គេហៅជាប់ចដាយន្តប្រអប់ចដាយន្តប្រអប់នៅកន្លែងហ្នឹងមានចដាជើងបន្ទាប់មកចដាយន្តប្រអប់ហើយបន្ទប់ខ្ញុំគេងបន្ទប់លេខ1ហ្នឹងនៅជាន់ខាងក្រោមសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមកចូលចិត្តគេងនៅជាន់ក្រោមទេខ្ញុំចូលចិត្តគេងនៅលើដោយសារវាមានប្អួចអីហ្នឹងទៅយើងបើកប្អួចបើកវាំងនន់ទៅវាមានពលឺចាំងចូលបន្ទប់វាជ្រះថ្លាអញ្ចឹងស្រាប់តែពេលហើយក៏បានបន្ទប់នៅខាងក្រោមខ្ញុំក៏សួរបងស្រីខ្ញុំនៅនឹង like reserve គេហ្នឹងហ្មងខ្ញុំសួរថាមកយកបន្ទប់ជាន់ក្រោមវិញហើយគាត់ក៏តាំងដោយសារយើងនៅកន្លែងហ្នឹងវាមានអាងហែលទឹកឲ្យយើងលេង free បានគាត់ថាគីឡូយើងត្រូវការហែលទឹកធម្មតាយើងហែលទឹកឲ្យត្រូវមកផ្លាស់កៅអៅអញ្ចឹងគាត់អត់ចង់ឡើងចដាឬក៏ចដាយន្តអីចឹងគាត់ក៏យកជាន់ក្រោមទៅអញ្ចឹងខ្ញុំសាប់ហេតុផលគាត់ក៏អត់អីយើងយកស្របអញ្ចឹងក៏នាំគ្នាចូលទៅក្នុងបន្ទប់ឥឡូវខ្ញុំពណ៌នាទិដ្ឋភាពនៅក្នុងបន្ទប់គាត់ថាអញ្ចឹងបន្ទប់នៅណានេះបន្ទប់លេខ1បន្ទប់ខ្ញុំហ្នឹងគឺនៅទល់មុខជាមួយនឹងជំនាញអូតែលគេហ្មងជំនាញទស្សនៈគេហ្មងខ្ញុំក៏អត់មាត់ដែរហើយបងស្រីខ្ញុំគាត់មនុស្សគាត់ហ្នឹងហើយគាត់មានញៀនអញ្ចឹងគាត់ដឹងរបៀបរបបនៅក្នុងការចូលបន្ទប់ចូលអីដែរមិនគាត់បើកទ្វារចូលឆៅទេគាត់បានគោះគាត់បានសួរគេអីចឹងទៅស្រាប់ដល់ពេលចូលទៅដល់អត់តាន់ហើវលីទេខ្ញុំអ្នកចូលទៅគាត់ចូលហើយខ្ញុំចូលទៅតាមក្រោយក៏យើង check មើលនៅបន្ទប់ហ្នឹងអីចឹងនិយាយពីភាពអត់ពេញចិត្តនៃបន្ទប់ហ្នឹងទី1បន្ទប់ហ្នឹងមានក្រែមួយបងប្អូននឹងឲ្យយើងគេងក្រែមួយធំហ្នឹងទៅហើយនៅជាប់ខែហ្នឹងមានប្អួចពេលដែលយើងបើកមកប្អួចកញ្ចក់ហ្នឹងយើងអាចបើកបានទេវាគ្រាន់ជាកញ្ចក់ថ្លាមកហើយទៅខាងក្រៅហ្នឹងគឺអញ្ចាំងគេហ្មងអញ្ចឹងប្អួចហ្នឹងវាអញនិយាយថាវាអត់ប្រយោជន៍វាអត់មានពលឺអីចូលកើតទេព្រោះប្អួចហ្នឹងឲ្យអញ្ចាំងគេហ្មងអាចនៅសល់ប្រហែលជាប្រវែងនេះប្រវែងមកមនុស្សខ្លួនដើរចូលបានណាហើយអញ្ចាំងប្រហែលជាអញ្ចាំងផ្ទះគេអីជាប់នឹងអញ្ចឹងទៅខ្ញុំបើកមើលខ្ញុំឡើងប្អួចហ្នឹងមិនធ្វើអីចឹងហើយវានៅជាន់ក្រោមទៀតហ្នឹងមួយហើយបន្ទប់ហ្នឹងខ្ញុំនិយាយមែន
អាពាក់ព័ន្ធហ្នឹងអញ្ចឹងកន្លែងដេកមកគឺដូចក្នុងរឿងហ្មងអំពូភ្លើងមិនមែនពណ៌សអំពូភ្លើងអាស្រីពណ៌លឿងនេះដូចខ្ញុំពុកដាក់ថតវាមកពណ៌ណោយផលបដ ாய் ហ្នឹងហើយនៅពេលហើយខ្ញុំបើកមើលប្អួយហ្នឹងខ្ញុំរៀងសង្ហាចិត្តមួយណាពេលដែលបើកទ្វារមកហ្នឹងដំបូងខ្ញុំអត់បានចាប់អារម្មណ៍ទេអត់ចាប់អារម្មណ៍អាទូកៅជាប់ហ្នឹងពេលយើងបើកទ្វារមកស្រាប់មានទូកៅមួយហើយទូកៅហ្នឹងទ្វារហូតដូចផ្ទះជប៉ុនហ្នឹងហូតទៅមកប៉ុន្តែជាប្រភេទកញ្ចក់ដែលយើងឆ្លោះខ្លួនបានហើយអ្នកទាំងអស់គ្នាសម័យទូកៅហើយកញ្ចក់ចឹងទៀតវាធំហើយកញ្ចក់ហ្នឹងគឺវាទល់មុខវានៅខាងចុងខែអញ្ចឹងបើសិនជាយើងគេងគឺកញ្ចក់ហ្នឹងឆ្លោះយើងពងគេងហ្មងហើយដល់ពេលអស់ពីអញ្ចឹងខ្ញុំក៏ព្យាយាមអត់គិតអីច្រើនធម្មតាខ្ញុំទៅដល់ឡើងគេងខ្ញុំចូលចិត្តបើកទូទស្សន៍ធ្វើមិនឲ្យមានសលេងអ៊ូអអអញ្ចឹងព្រោះស្ងាត់បងប្អូនណាព្រលឹមឡើងទៅអង្គុយនិយាយទៅចែកគ្នាណាមានកម្លាំងណាអញ្ចឹងខ្ញុំចង់បើកទូទស្សន៍ចោលទៅដើម្បីឲ្យមានសលេងអញ្ចឹងណាស្រាប់ទូទស្សន៍ហ្នឹងមានភ្លើងមិនតែបើកអត់ចេញមានភ្លើងក្រហមមួយទូចតែយើងបញ្ជាក់ថាទូទស្សន៍ហ្នឹងមានភ្លើងមានអគ្គិសនីរត់ចូលប៉ុន្តែបើកអត់ចេញទេហើយខ្ញុំក៏ឆ្ងល់ចុះមិនទូទស្សន៍បើកអត់ចេញខ្ញុំក៏ដើរទៅសួររីសិបបងរីសិបប្រុសហ្នឹងទៅមុខហ្នឹងគាត់ប្រាប់ថាទូទស្សន៍បើកអត់ចេញទេអូនដាច់ខ្សែកាបអីប៉ុន្តែបន្ទប់នេះមាន Wi-Fi ខ្ញុំឡើងហាទូទស្សន៍ Smart TV បើសិនជាដាច់ខ្សែកាបក៏យើងដាក់ YouTube ដាក់អីបានដែរយំទូទស្សន៍ហ្នឹងបើកអត់ចេញហ្មងហើយតេឡេអត់មានថ្មទេតេឡេបើកទូទស្សន៍ហ្នឹងខ្ញុំចង់ឈ្នះខ្ញុំយកអាតេឡេម៉ាស៊ីនត្រជាក់ហ្នឹងខ្ញុំដោះថ្មចេញខ្ញុំទៅដាក់តេឡេទូទស្សន៍ហ្នឹងចុចបើកក៏បើកអត់ចេញដែរហើយខ្ញុំឡើងហើយទូទស្សន៍ដាក់ឲ្យឯងបើកអត់ចេញដដែលខ្ញុំរៀងគិតចំមិនទេតែឆែកមើលបន្ទប់ទឹកគេអត់មានទ្វារហើយថាមើលខ្ញុំបាក់បញ្យល់អ្នកទាំងអស់គ្នាច្រកដើរចូលមកអញ្ចឹងយើងឃើញមានខែធំមួយទូទស្សន៍នៅចុងជើងហើយទូកៅនៅចុងជើងហើយអន្ទឹមនឹងខែហ្នឹងមានប្អួតទៅខាងក្រៅហើយមកចាហៀងទៀតអន្ទឹមខែយើងគេងហ្នឹងគឺបន្ទប់ទឹកហ្មងហើយបន្ទប់ទឹកហ្នឹងក៏អត់មានទ្វារទេហើយខ្ញុំគិតដល់ចិត្តឲ្យនិយាយពីអ្នកបងថាហើយចេះហេងឯងមកគេងបងប្អូនហើយបងប្អូនស្រីទៀតហើយបើមកគេងឡើងចឹងមួយពួកម៉ាក់មួយអីពួកម៉ាក់ស្រីក៏យើងអីហ៊ានងុយទឹកតែខ្ញុំនិយាយត្រង់បន្ទប់ទឹកហ្នឹងខ្ញុំមានរូបថតមកប៉ុស្តិ៍តែកុំឲ្យប៉ះពាល់កន្លែងគេបន្ទប់ទឹកហ្នឹងយើងចូលទៅមានឡាបូលាងដៃកន្លែងឆ្លោះមុខអញ្ចឹងហើយកន្លែងងូតទឹកជាមួយនឹងកន្លែងបាត់ជើងហ្នឹងគេពុះជាពីរវាមានទ្វារដែរទ្វារកញ្ចក់ថ្លាអាថ្លាស្អាប់តិចហើយទ្វារបន្ទប់ទឹកហ្នឹងខ្ញុំយ៉ាងទៅចាបើសិនជាយើងចូលងូតទឹកយើងអ្នកនៅក្នុងហ្នឹងយើងមើលខាងក្រៅមើលអត់ឃើញទេអត់មើលចេញខាងក្រៅអត់ឃើញទេប៉ុន្តែអ្នកមើលខាងក្រៅមើលទៅយើងពងងូតទឹកហ្នឹងមើលឃើញច្បាស់កន្លែងខ្ញុំឡើងអីចុះវាបន្ទុំដូចលេងសើចដល់ពេលហើយខ្ញុំក៏និយាយមួយបងស្រីថាចាអូយបន្ទប់ជាន់លើគេនៅសល់អត់ណោះមិនដូរទៅបន្ទប់ជាន់លើវិញទៅយើងអត់តាន់បើកវ៉ាលីអញ្ចឹងណាហើយពេលហ្នឹងបងស្រីទៅទាំងពីរអ្នកបងស្រីហ្មងព្រោះរីសិបទល់មុខនឹងយើងបើកទ្វារមកគាត់នៅទល់មុខហ្នឹងហ្មងក៏សួរគាត់បងខ្ញុំចង់ដូរទៅជាន់លើវិញអត់ចើដើរដូរទៅជាន់លើវិញបានអត់ដល់ពេលហើយគាត់ថានៅជាន់លើហ្នឹងពេញអស់ហើយអូនហើយអ្នកទាំងអស់គ្នាគាត់ខ្ញុំទៅខែ6ខែភ្លៀងវាអត់សូវមានភ្ញៀវទេហើយអីដែលសំខាន់នៅខាងក្រោយគាត់ហ្នឹងសិតតែសោបន្ទប់មានថាបើសិនសោបន្ទប់មាននៅនឹងមានថាកន្លែងហ្នឹងអត់មានមនុស្សគេងទេអត់មានអ្នកគេងទេប៉ុន្តែគាត់អត់បើកឲ្យខ្ញុំឡើងទៅគេងនៅជាន់លើទេហើយពេលហ្នឹងយើងខ្ជិលសាំញ៉ាំច្រើនណាមួយជ្រុលហើយក៏អញ្ចឹងតាមហ្នឹងអញ្ចឹងក៏គេងបន្ទប់ហ្នឹងណានឹងឥឡូវក៏ពេលហ្នឹងក៏រៀបចំធ្វើខ្លួនធ្វើអីទៅប៉ុន្តែជាក់ស្ដែងយើងរៀងឡែតមកដោយសារតែវាវល់វែកមួយបន្ទប់ហ្នឹងពេកវាញ៉ៃញ៉ៃពេកទៅក៏អត់បានទៅមើលថ្ងៃរះទេថ្ងៃទី1ហ្នឹងក៏យើងដូរ plan ទៅកន្លែងនិយាយបានថាកន្លែងហ្នឹងកន្លែងសួនផ្កាគេខ្ញុំភ្លេចឈ្មោះបាត់ហ្នឹងទៅសួនផ្កាគេហ្នឹងហើយហ្នឹងយើងចេញទៅយើងនៅញ៉ាំបាយផឹកបាយមាន់នៅវត្តបោតបមកហៅបាយមាន់ហៅកាទៀវហ្នឹងវែងជីវែងទៅវាខាត់ម៉ោងទៀត
năng ấy nóm ban tại đó lại xuân ca nắng sao xuân ca nắng kia thông chân lời lên hiện du đài trên bị xuân ca nắng có tới bà sát mỗi đài nơi hiện ngay bị còng tại nếu như mình vậy mua bà sát na thì để sợ vì hiện ngay bị còng chân tới bà sát nó nhầm khóc tới mùi bụng mạnh nhầm ở đòn tới cho mùi bộ quát được cái này để sao bay cong mà tốt ách xài piano say class đấy có tại đó bà sát nắng màu buồn đang ngày màu buồn nắng lực đi mua nhom tới mùi mặt hệ nhóm khải bấy á chẳng bây tại đó bà sát nắng màu buồn vía sơ là ngật tê để sao dân tới khải prang tại lượng ní tới một bông sấy vơ vơ xẹp tại đó bà sát nắng tiết màu buồn đắp hẻm để ti rồi có ấy chứ phụ bên nó nhom thọt và cổ pro chẳng viên miền màu tại đó nước màu và hai mà nâng phần ấy pe nhom tại đó nó viên là ngật để sai đừng vậy nhưng tới khai và sao viên miền plieng miền là lầm tới vì hiện là ngật té là ngật mấy cái dân nơi đa châu đấy phụ không chi mà tô du đáy hoặc cả lầu đáy có châu bà sát nâng pin này bong sấy pe châu tại đó ắt miền bành hè ấy tê dân nhằm thật đông một nâng hay đa châu thom đa mơ bà sát nâng mùi pi tới bất pe châu tại đó pliếm anh ấy bà sợ nhom to nhom bắt hiên ha bia chỉ ấy là ngày pe châu tại đó pliếm có miền khơi đàm chơi mỗi nơi lơ bà sát nó nhúng plong này nó sạch vì hiện chia cái nhưng chợt thọt lại mum lại nó cứ sạch mỏng hay nhom mà nó thọt hụt cứ tình nào mình tên mỏng từ nó bong sấy nhom miền hụt thì miền từ nhom mới để sao quạt thọt sạch chứ có thọt là nhom phò bàn thì trong thọt quạt vẫn cứ quạt bên bàn ấy phò thì tập bên nó quạt bưng nhưng mà còn have no choice còn chấm rồi mình đã còn bưng nhóm nào ông chui thọt được quạt tị sẽ là pe hay nhóm quạt nhóm có thắng ở lấy từ cho nằng kia nằng từ chờ nhóm thọt ao thì bên nằng nhóm can pì nhóm can GoPro muối nhóm can tu sạp đáy quạt mùi từ nhóm thang từ cho nằng từ nhóm đại GoPro nơi lơ thmo nên tích hay chờ nhóm thọt hụt ao hay bên nằng có nhóm ba GoPro chào lá bên đây nhóm thọt hụt quạt nằng sạc miên sầm máu rồi có ai như thế chi mình nữa không ai hốt cả camera vấp hay nhóm bông bây giờ bông sợi plong ấy dương ở chặt thọt đấy dương bông sợi plong sẽ hốt cắt vấp nhóm lần chồng nhóm lần đã tu sạp bên trên nhóm ở mới chồng mình sẽ kì sạc chơi chú nó còn mấy hay nó nắng vui lắm miên sạc chơi tề đàm chơi nó miên cái lại bông sợi nhóm có cho thọt đấy vì ngay bị kia chẳng mà pay mai đó dương vô plong ở thông mà rồi nó quạt có xuống miên đường ấy nhóm có hà năng dân thời cháu tới bài dân trở lỏng mấy chắc nhóm có thọ thổi quạt từ hai bên nắng cứ của pro nhóm việc bông roll chào lại nhóm đã bạc chào chắc nhóm có cận nông chất thang mệt má chăm đòn pính chăm chạy mơ tư chộp sạc chơi chắc á bây giờ mà chạy nông pính được cái này nó cận miên ấy tệ miên khơi ấy nó không có pro nó tay nhóm chạy sẽ đánh cứ nhóm khơi như này chẳng bắt đầu bị mà chốt năng hay nhóm làm tha trong bà đá toàn bán chỗ đó không phóng hay bên nó nhung tới nó cứ ngắt mình tên tìm mỗi vì là nghĩ hay khải plieng cả sơ min cái đa tệ chẳng nó không bà sát nó chạy sẽ đánh ta nhung chăm mà được là nó không nó đôi tập buôn crom tệ nhóm pin nè bong sấy khmai mặc crom ở rộng mặc crom hay nâng đôi chia chân chiết gì ai nâng cái ai nâng ấy nó mặc crom chẳng những đa bên nó hiện ở số lên nó trâu từ nó thọt hụt vụp chạy mơ vụp thấy có đá tranh mơ vinh bây đá tranh mơ vinh nó tăng nhóm chấm cái tháp sát nó đá bây giờ lõ dân cũng bộ cái rồi nó tam chùm nữa tại bây nhóm chạy slide nhóm đau một bông sấy nó nhà mình cái thường chùm nữa nó tê nhóm cái tha bà sát điên không mau hơi không chôn bông sấy máu nhóm mau chỉ lực tí pi bàn tay sẽ quát cứ lực tí mùi trắng bà rồi chỉ mau hơi dân nơi dựng sol mau đá đau mà chung mọn tư mưa ở chung với nhà chặt trắng á nên ngày thấy còn gì mà qua nắng ở lấy đau mà chung tới hay đau mà chung và tại sân thấy dân chân ta chọn dân ta châu măng mà vinh mòn bên nó còn đau mà quát nè đặt lọp tơ bà sát nó hay chỉ dối bà sát nó chạy sẽ đánh chọn chân nó tranh bàn pì chọn sinh tiết cư đa châu phẩy tề sẽ là bên nhóm đau một bông sấy bên nó mê vi hiện trong là lầm tích nên ngày xẹp ta đa mới quát xẹp đa chọn nắng nhóm cất ha chọn nắng chọn để dân châu lấy chẳng dân tranh tam chọn nắng vẫn biết thở rồi có đa một quan năng bắt play nắng chẳng anh chẳng làm nhóm play vậy tịch bệ đa châu và sát nắng miên y quạt
បោះសម្រាប់អ្នកដែលនៅ